Manchester United គឺជាក្លឹបដែលធ្លាប់គ្រប់គ្រងបាល់ទាត់អង់គ្លេសនិងអឺរ៉ុបក្រោមការដឹកនាំរបស់ Sir Alex Ferguson ប៉ុន្តែចាប់តាំងពីគាត់ចូលនិវត្តន៍ក្នុងឆ្នាំ2013មកក្លឹបបានឆ្លងកាត់រយៈពេលដ៏លំបាកដោយប្តូរគ្រូបង្វឹកជាច្រើននិងមិនអាចប្រជែងពាន Premier League បានឡើយហើយឥឡូវនេះអ្នកគាំទ្រជាច្រើនកំពុងសួរថាតើ Manchester United អាចត្រឡប់ទៅសម័យកាលមាសវិញបានទេនៅក្នុងវីដេអូនេះយើងនឹងវិភាគការផ្ទេរកីឡាករគ្រូបង្វឹកបញ្ហាក្រុមនិងផែនការអនាគតរបស់ក្លឹប Manchester United កំពុងបន្តស្វែងរកការពង្រឹងក្រុមដើម្បីអាចប្រជែងជាមួយ Liverpool, Arsenal, Manchester City និង Real Madrid បានរបាយការណ៍ថ្មីបានបង្ហាញថា United កំពុងផ្ដោតលើការពង្រឹងតំបន់បម្រើនិងប្រយុទ្ធគណៈក្លឹបក៏ត្រូវធ្វើការសម្រេចចិត្តលើអនាគតរបស់កីឡាករមួយចំនួនផងដែរតើអ្នកគាំទ្រជាច្រើនជឿថា United ត្រូវការកីឡាករលំដាប់ពិភពលោកបន្ថែម2ឬក៏3នាក់ទៀតដើម្បីអាចប្រជែងពាន Premier League វិញឆ្នាំ2026ក្លឹបបានតែងតាំង Michael Carrick ជាគ្រូបង្វឹកអចិន្ត្រៃយ៍រហូតដល់ឆ្នាំ2028បន្ទាប់ពីគាត់ដឹកនាំក្រុមបានលទ្ធផលល្អនិងនាំក្លឹបទៅ Champions League វិញ Carrick គឺជាអតីតខ្សែបម្រើរឿងព្រេងរបស់ United ហើយស្គាល់ DNA របស់ក្លឹបយ៉ាងច្បាស់ប៉ុន្តែសំណួរធំគឺតើគាត់អាចប្រជែង Premier League បានទេតើគាត់អាចយក Champions League មក Old Trafford បានទេតើគាត់អាចក្លាយជាគ្រូបង្វឹកល្អបំផុតរបស់ United ក្រោយ Sir Alex បានទេនេះជាការប្រកួតប្រជែងដ៏ធំមួយទោះបីមានការរីកចម្រើនក៏ដោយ United នៅតែមានបញ្ហាជាច្រើនក្រុមត្រូវការកីឡាករបម្រុងដែលមានគុណភាពមិនទាន់មានស្ថិរភាពគ្រប់គ្រាន់ក្នុងការប្រជែងពានរយៈពេលវែងអ្នកគាំទ្រចង់ឃើញការទិញកីឡាករដែលសមស្របជាមួយនឹងគម្រោងរយៈពេលវែងជាជាងការប្រើលុយច្រើនដោយគ្មានផែនការពិភាក្សាក្នុងសហគមន៍អ្នកគាំទ្រនឹងផ្ដោតលើការកសាងក្រុមប្រកបដោយជីវភាពនិងការវិនិយោគត្រឹមត្រូវផងដែររបាយការណ៍ជាច្រើនបង្ហាញថា United ចង់សាកល្បងគម្រោងរយៈពេលវែងជាមួយ Carrick និងកីឡាករវ័យក្មេងគោលដៅសំខាន់គឺប្រជែង Top 4 ជាប្រចាំប្រជែង Premier League អ្នកពានក្នុងស្រុកត្រឡប់ទៅកំពូលនៅអឺរ៉ុប United ក៏កំពុងផ្ដល់ឱកាសដល់កីឡាករយុវជនជាច្រើនដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អនាគត Manchester United បានបង្ហាញសញ្ញាវិជ្ជមានជាច្រើនក្នុងឆ្នាំ2026មានគ្រូបង្វឹកថ្មីមានគម្រោងថ្មីមានការផ្ទេរកីឡាករថ្មីនិងមានក្តីសង្ឃឹមថ្មីសម្រាប់អ្នកគាំទ្រប៉ុន្តែការត្រឡប់ទៅសម័យមាសមិនអាចកើតឡើងក្នុងមួយយប់បានទេសំណួរនៅតែមានថាតើ Manchester United អាចឈ្នះ Premier League ម្ដងទៀតក្នុងប៉ុន្មានឆ្នាំខាងមុខសរសេរមតិរបស់បងប្អូននៅខាងក្រោមវីដេអូតើ Man U អាចត្រឡប់ទៅសម័យមាសវិញបានដែរឬទេសូមអរគុណ